ទស្សនីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះលីសាខ្ញុំគឺជាសិស្សថ្នាក់ទី6ខ្ញុំរៀននៅសាលាអន្តរជាតិ KSE ថ្ងៃនេះខ្ញុំនឹងលើកយករឿងនិទានខ្មែរមួយដែលមានចំណងជើងថាពស់គីង្គងភាគ1កាលពីព្រេងនាយមានបុរសម្នាក់មានប្រពន្ធឈ្មោះនាងនីនិងកូនស្រីម្នាក់ឈ្មោះនាងអេតបុរសជាប្តីប្រកបរបរជួញអង្កាំសម័យកាលនោះពុំទាន់មានពស់ផ្សេងនៅឡើយទេមានតែពស់គីង្គងប៉ុណ្ណោះថ្ងៃមួយមនុស្សក្នុងភូមិនាំគ្នាទៅជីកទំពាំងចំណែកនាងនីក៏នាំកូនស្រីទៅជាមួយនឹងគេផងដែរលុះទៅដល់ព្រៃនាងនីប្រទះឃើញទំពាំងមួយនៅគុម្ពឫស្សីក៏ប្រញាប់យកចបទៅជីកទំពាំងពេលនោះផ្លែចបក៏រង្គោះធ្លាក់ក្នុងរងបាត់ទៅនាងនីអើតក៏រកមើលក៏ឃើញផ្លែចបនៅជិតពស់គីង្គងនាងនិយាយទៅកាន់ពស់ថាអោពស់គីង្គងអើយសូមមេត្តាជួយហុចផ្លែចបឲ្យខ្ញុំបន្តិចមកពស់គីង្គងឆ្លើយថាបើនាងព្រមធ្វើប្រពន្ធខ្ញុំនឹងឲ្យផ្លែចបនេះទៅនាងភ្លាមហើយតែនាងនេះជាមនុស្សល្ងង់ក៏ធ្លាត់មាត់ផ្ដល់ចម្លើយវិញថាមិនអីទេខ្ញុំព្រមធ្វើប្រពន្ធអ្នកហើយតែចាំដល់ពេលល្ងាចសិនខ្ញុំឲ្យកូនអេតមកហៅអ្នកចោះបន្ទាប់ពីសន្យាជាមួយគ្នារួចនាងនេះក៏នាំកូនស្រីត្រឡប់ទៅផ្ទះវិញលុះពេលប្រឡប់បន្តិចនាងនេះក៏ប្រើកូនស្រីឲ្យទៅហៅពស់គីង្គងតាមពេលកំណត់ពេលនាងអេតមកដល់មាត់រងនាងស្រែកថាពស់គីង្គងនាងនេះឲ្យហៅពស់គីង្គងឮច្បាស់ហើយក៏លូនចេញទៅរកនាងនេះទាំងចិត្តអន្ទះសារក្រៃលែងចំណែកនាងអេតវិញគ្រាន់តែឃើញពស់ធំអស្ចារ្យក៏ស្ទុះរត់ស្ទើរបាត់រលឹងពេលជួបគ្នាហើយនាងនេះប្រាប់ពស់គីង្គងថាឥឡូវនេះប្តីខ្ញុំមិននៅទេគាត់ទៅជួញអង្កាំ 2-3 ឆ្នាំទៅមកម្ដងពស់គីង្គងដេកជាមួយនាងនេះរហូតទៀបភ្លឺទៅត្រឡប់ទៅរួមវិញតែមុននឹងចាក់ចេញទៅនាងនេះផ្ដាំថាអ្នកអាចមកទីនេះបានលុះត្រាតែឃើញកូនខ្ញុំហៅប៉ុន្តែបើប្តីខ្ញុំនៅខ្ញុំមិនឲ្យកូនអេតទៅហៅអ្នកទេចំណែកនាងអេតវិញខ្លាចពស់ខ្លាំងពេកក៏មកសង្ងំដេកនៅក្បែរទ្រង់មាន់តែម្នាក់ឯងជាការពិតណាស់ឲ្យតែពេលប្រឡប់បន្តិចនាងនេះតែងតែប្រើកូនឲ្យទៅហៅពស់គីង្គងជារៀងរាល់ថ្ងៃនាងអេតខ្លាចពស់ខ្លាំងណាស់តែដោយសារម្ដាយប្រើហើយក៏ចេះតែទៅទាំងបង្ខំចិត្តម្យ៉ាងវិញទៀតនាងនឹកខំក្នុងចិត្តត្បិនម្ដាយលួចមានសហាយជាមួយនឹងពស់រាល់ល្ងាចពេលនាងអេតទៅដល់មាត់រោងស្រែកថាពស់គីង្គងនាងនេះឲ្យហៅពស់គីង្គងអើតក្បាលឆ្លើយថាអេតអើយបើខ្ញុំទៅតិចលោកឪពុកឯងនៅច្បាស់ជាកាត់ក្បាលខ្ញុំមិនខានឡើយលោកពុកទៅជួញអង្កាំ 2-3 ឆ្នាំមិនទាន់មកដល់អេតបញ្ជាក់ពស់គីង្គងចេះតែទៅមកតាមការហៅរហូតដល់នាងនេះមានផ្ទៃពោះរាល់ថ្ងៃនាងនេះមានការព្រួយបារម្ភក្នុងចិត្តព្រោះខ្លាចប្តីមកទាន់ពិតជាស្លាប់មិនខានឡើយជួនជាតិចៃដន្យប្តីត្រឡប់មកវិញឃើញប្រពន្ធពីចម្ងាយមានផ្ទៃពោះក៏ធ្លាប់សួរកូនថាអេរ៉ាពោះម្ដាយឯងអីក៏ធំម្ល៉េះកូនប្រាប់ឪពុកតាមត្រង់ថាពុកអើយម៉ែបានស្រឡាញ់គ្នាជាមួយនឹងពស់គីង្គងគាត់ប្រើខ្ញុំឲ្យទៅហៅពស់នោះរាល់តែថ្ងៃហ្នឹងឪពុកឮដូច្នេះក៏ប្រាប់កូនថាល្ងាចនេះឯងត្រូវទៅហៅពស់នោះឲ្យដូចសពដងអញ្ចឹងតែកុំឲ្យម្ដាយឯងដឹងឲ្យសោះឮដែរទេលុះពេលយប់បន្តិចនាងអេតដើរទៅដល់មាត់រូងក៏ស្រែកហៅពស់ថាពស់គីង្គងនាងនេះឲ្យហៅពស់គីង្គងឆ្លើយភ្លាមថាអេតអើយបើខ្ញុំទៅតិចលោកឪពុកឯងនៅនឹងកាត់ក្បាលខ្ញុំហើយនាងអេតប្រាប់វិញថាលោកពុកទៅជួញអង្កាំ 2-3 ឆ្នាំមិនទាន់មកដល់ពស់គីង្គង
ដាប់នាងច្បាស់ហើយក៏លូនចេញទៅយ៉ាងប្រញាប់ព្រោះគិតថាប្តីនាងនេះមិនទាន់ត្រឡប់មកវិញទេចំណែកប្តីនាងនេះវិញត្រៀមខ្លួនកាន់កាំបិតចំក្បែរមាត់ទ្វាររួចជាស្រេចគ្រាន់តែពស់កេងកងរួងមកដល់ក្នុងផ្ទះភ្លាមបុរសជាប្តីមិនបង្អង់ដៃកាប់ពស់កេងកងដាច់ជា3កំណាត់ដោយសារតែការស្រឡាញ់ប្រពន្ធគេពស់កេងកងក៏ត្រូវបានបុរសម្នាក់នេះកាប់យ៉ាងសាហាវបំផុតវាឈឺចាប់ប្រកាច់ប្រកិនមុននឹងដាច់ខ្យល់ស្លាប់ពេលនោះប្តីនាងនេះក៏យកកន្ទុយពស់ទៅដាក់លើដើមពុទ្រាខាងក្បាលទៅដាក់លើស្ការីឯខាងខ្លួនវិញប្រើកូនបន្លាស្បែកយកសាច់ស្លធ្វើម្ហូបមិនឲ្យនាងនេះដឹងឡើយប្តីនាងនេះស្ទុះស្ទាលាងសម្អាតឈាមដែលប្រឡាក់គ្រប់ទីកន្លែងមិនឲ្យសោះលុះដល់ពេលបាយនាងនេះស្រែកសួរកូនថាអេតាបានអ្វីធ្វើម្ហូបអីក៏ឈ្ងុយម្ល៉េះតាម៉ែគឺសម្លសាច់ជ្រូកអេឆ្លើយនាងនេះកំពុងតែឃ្លានផងក៏ដួសសម្លមកហូបទាំងគ្រួសារពេលនោះមានសត្វក្អែកមួយមកទុំលើដើមពុទ្រាក្បាលកន្ទុយពស់ស្រែកបូថាកូឡូក្លេកក្លោកស៊ីសាច់ប្តីឯងនាងនេះលឺដូច្នេះក៏ងាកទៅមើលក្អែកឃើញកន្ទុយពស់នៅលើមេឃពុទ្រាចំណែកក្បាលពស់នៅលើស្កានឹងអាណិតដល់ពស់កេងកងក៏ស្រក់ទឹកភ្នែកមួយរំពេចតែនាងមិនហ៊ានយំខ្លាំងទេព្រោះខ្លាចប្តីកំពុងនៅចិត្តគ្រានោះប្តីងាកមកសួរប្រពន្ធថាហេតុអ្វីបានជាអូនយំបាយក៏ក្តៅសម្លក៏ក្តៅរលឹកកូនចៅរលីងរលោងទឹកភ្នែកនាងឆ្លើយទាំងអួរដើមកប្តីនាងនេះដឹងថាប្រពន្ធមានប្តីពស់ជាមួយពស់កេងកងពិតប្រាកដហើយគិតទៅគួរឲ្យក្តៅចិត្តនិងខ្លាចគេខ្លាំងណាស់លុះជិតដល់ពេលសម្រាលកូនប្តីក៏បបួលប្រពន្ធទៅដើរកម្សាន្តព្រៃនៅក្បែរបឹងមួយឆ្ងាយពីភូមិនាងនេះមិនដឹងថាប្តីចង់សម្លាប់ខ្លួននោះទេស្មានថាប្តីស្រឡាញ់ស្មោះត្រង់ក៏ដើរតាមប្តីរហូតទៅដល់មាត់បឹងហើយក៏នាំគ្នាឈប់សម្រាកក្រោមម្លប់ឈើមួយដើមប្តីឃើញឱកាសល្អដូច្នេះក៏ច្រានប្រពន្ធបុកនឹងគល់ឈើទាំងកំហឹងនាងនេះក៏ដួលធ្លាយពស់ស្លាប់ក្នុងពេលនោះទៅរំពេចនោះស្រាប់តែមានកូនពស់ជាច្រើនរាប់មិនអស់លូនចេញពីពស់នាងនេះខ្លះលូនចូលព្រៃខ្លះលូនចូលទឹកខ្លះទៀតត្រូវប្តីនាងនេះកាត់សម្លាប់ឥតប្រាណីហេតុដូច្នេះហើយបានជាមានពស់ជាច្រើនយ៉ាងរស់នៅលើទឹកដីយើងរហូតមកដល់សព្វថ្ងៃនេះបើគិតតែសប្បាយក្នុងពេលបច្ចុប្បន្នពិតជាមានបញ្ហាកើតឡើងនៅពេលអនាគតអញ្ចឹងរឿងនេះចប់ហើយខ្ញុំសូមសួរអ្នកទាំងអស់គ្នាចំនួន1សំណួរតើរឿងនេះគេចង់អប់រំឲ្យអ្នកទាំងអស់គ្នាយ៉ាងដូចម្តេច